សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel DR សម្រាប់រឿងជួបជាមួយនឹង Admin ម្ដងទៀតនៃរឿងវិថីឈ្មោះទៅរកភាពជោគជ័យភាគទី5តាមសាច់រឿងនៃភាគទី5ហ្នឹងយើងឃើញថាវាគឺជាថ្ងៃថ្មីហើយក៏ជាពេលផឹកដែរអញ្ចឹងហើយតួស្រីត្រូវអនុវត្តតាមការអភិវឌ្ឍទូផលដែលទូផលហ្នឹងតម្រូវឲ្យនាងជិះកង់ធ្វើឲ្យអស់800កាឡូរីសំខាន់ផលរយៈពេលតែ2ម៉ោងជាងទេទូផលបាននិយាយថាបើសិនជានាងអត់ចេះជិះកង់តែអាចសុំការចោទចាញ់ពីគេបានគ្រប់ពេលហើយតួស្រីយើងក៏បានប្រាប់ថាអ្នកគេថានាងអត់ចេះជិះកង់ហើយតួផលក៏ថាឲ្យហុចដៃមកអញ្ចឹងគេក៏បានពាក់នាឡិកាឲ្យតួស្រីយើងនាឡិកាហ្នឹងគឺវាគណិតទៅជាមួយនឹងទូរស័ព្ទហើយធ្វើឲ្យតួផលយើងហ្នឹងងាយស្រួលតាមដានតួស្រីក៏ដូចជាមើលថាតួស្រីយើងហ្នឹងជិះបានគ្រប់កាឡូរីដែលគេបានកំណត់ហ្នឹងអត់ហើយតួផលក៏បានបញ្ជាក់តួស្រីដែរថាតួស្រីហ្នឹងអាចសុំចុះចាញ់បានគ្រប់ពេលហើយអ្នកគ្រូលេងហ្នឹងនិយាយថាពាក្យចាញ់ហ្នឹងគឺអត់មាននៅក្នុងវចនានុក្រមរបស់នាងទេតែតាមពិតទៅតួស្រីហ្នឹងពិតជាចេះជិះកង់មែនបន្ទាប់មកក៏កាត់ដល់15នាទីក្រោយមកដែលតួផលយើងហ្នឹងនៅក្នុងកន្ទប់ហើយគេក៏បានមើលទូរស័ព្ទឃើញថាតួស្រីរបស់យើងហ្នឹងគឺអត់មានចលនាជិះកង់ទេហើយគេក៏បានលើកតួស្រីដែរថាបើសិនជានាងអត់ធ្វើទេនាងនឹងចាញ់អីចឹងណាហើយតួស្រីរបស់យើងនឹងមើលចិត្តហ្មងហើយគេក៏បានប្រើកង់ហ្នឹងចេញទៅបាត់ទៅគឺក៏កាត់ដល់3ម៉ោងក្រោយមកអត់ដឹងឥឡូវហ្នឹងតួស្រីយើងមិនហើយទេប៉ុន្តែតួផលហ្នឹងក៏បានឆែកមើលឃើញថាតួស្រីហ្នឹងមានចលនាបានជិះកង់ហើយក៏បានឆាតសួរថាឥឡូវហ្នឹងតួស្រីនៅកន្លែងណាហើយតួស្រីយើងហ្នឹងក៏បានតបថានៅសួនសាធារណៈតួផលអត់ចិត្តទេឃើញគេជិះកង់បានអញ្ចឹងក៏ដើរទៅហៅគេអញ្ចឹងណាពេលទៅដល់ហ្នឹងគឺថាឃើញតួស្រីជិះកង់បានមែនប៉ុន្តែតកង់ពីរសងខាងនិយាយទៅអ្នកដែលទៅមិនហ៊ានជិះកង់ដបងក្មេងៗហ្នឹងគេតកង់ពីរអញ្ចឹងដើម្បីកុំឲ្យដួលហើយទៅជិះកង់លេងមួយក្មេងៗដែលក្មេងៗផ្សេងទៀតហ្នឹងគឺគេអត់បានដាក់ចតកង់ពីរដូចតួស្រីយើងហ្នឹងទេហើយអត់មានលង្កាំងហ្មងតែឃើញអញ្ចឹងតួផលយើងបាច់ជាគិតក្នុងចិត្តថាតួស្រីហ្នឹងអាចគឺជាមនុស្សចា account 60វាអសរគុយអត់ដោយសារតែម្នាក់ហ្នឹងគឺជាមនុស្សអាក្រក់ហើយមើលទៅតួស្រីយើងដូចអសមជាមនុស្សអាក្រក់អញ្ចឹងណាបន្ទាប់មកតួស្រីក៏បានឈប់ការនិយាយជាមួយតួផលហើយតួផលហ្នឹងក៏បាននិយាយថានាងជិះបាន1ម៉ោង3នាទីហើយទៅដុតកាឡូរីបាន120ទេចង់ឲ្យតួស្រីហ្នឹងបន្ថែមល្បឿនជាងមុនអញ្ចឹងណាហើយតួស្រីយើងក៏ថាគេយល់ហើយលើលោកហ្នឹងអត់មានអីដែលគេអាចធ្វើបានទេហើយគេក៏ជិះកង់ចេញទៅបាត់ទៅអត់ដឹងទៅដល់ណាទេមកស្ទូក្រោយមកហ្នឹងតួស្រីយើងកញ្ញាលេងហ្នឹងបានមកវិញតែមកទាំងថ្លោះជើងតួផលយើងឃើញអញ្ចឹងក៏បានសួរថាឈប់ជិះហើយមែនតួស្រីក៏បាននិយាយថាគេបានដួលកង់ទាំង4របស់គេហ្នឹងបានជ្រុលចេញមួយអញ្ចឹងឥឡូវគេខិតជើងហើយតួផលហ្នឹងក៏បានជួយកាត់ជើងតួស្រីយើងហ្នឹងឲ្យមកសភាពដើមវិញដំបូងតួស្រីរៀងទុកចិត្តទេតែដល់ពេលគេធ្វើឲ្យទៅជើងរបស់នាងហ្នឹងក៏រៀងបាត់ឈើជាងមុនអញ្ចឹងណាគេអាចដើរវិញបានតួផលយើងអត់មាត់ហើយតែយកចិត្តទុកដាក់ជាមួយនឹងតួស្រីដែរហ្នឹងគេឃើញជើងតួស្រីយើងហ្នឹងជាវិញអញ្ចឹងក៏ប្រាប់នាងហ្នឹងឲ្យទៅជិះកង់វិញទៅដល់ពេលឆាយទូរស័ព្ទហើយឃើញនៅសារតែ367ទៀតទេគុំ300កាឡូរីឯងទូស្រីក៏ថាទូផលហ្នឹងអត់មានចិត្តជាមនុស្សឯមែននាងធ្វើតែខើជើងហើយនាងជិះកង់ហត់មួយថ្ងៃឥឡូវហ្នឹងនាងឃ្លានហើយទូផលក៏ថាអញ្ចឹងទូស្រីចាញ់ណាហើយទូស្រីក៏និយាយថាទូនាងចាញ់មិនប្រកាសថាពេលថ្ងៃហ្នឹងទូផលអាចឈ្នះទេហើយសាច់គ្រឿងក៏កាត់មកពីអ្នកគេកំពុងតែប្រើកង់ហើយទូស្រីនិយាយថានាងចង់ញ៉ាំស៊ុបគៀវដែលស៊ុបគៀវនៅកន្លែងហ្នឹងគឺឆ្ងាញ់មែនតើតែទូផលថាអត់ទាន់ដល់ម៉ោងទេនៅសល់ប្រហែលនាទីទៀតមិនដល់ម៉ោង12អញ្ចឹងហើយនាងត្រូវស្ដាប់តាមគេតែទូស្រីយើងអត់ខ្វល់ដើរចូលទៅកំងស៊ុបគៀវដល់ពេលកំងហើយម៉ោង12ម៉ោងចឹងហើយតួផលយើងធ្វើអត់ការទេមានតែអង្គុយធំញ៉ាំស៊ុបគៀវជាមួយតួស្រីយើងទៅហើយពេលដែលលើកស៊ុបគៀវមកហ្នឹងតួផលសង្កេតឃើញថាតួស្រីរបស់យើងហ្នឹងគឺនាងអត់ចេះញ៉ាំជីវ៉ាន់ស៊ុយទេនាងក៏បានដួសជីវ៉ាន់ស៊ុយចេញអញ្ចឹងណាហើយបន្ទាប់មកតួស្រីយើងក៏បានដាក់ម្ទេសដែលដាក់ម្ទេសហ្នឹងច្រើនខ្លាំងមែនតើដោយសារតែនាងចូលចិត្តហល់ដល់ពេលតួផលយើងឃើញអញ្ចឹងគាត់សម័យទៅដល់ណូដែលគេបានណូទុកនៅផ្ទះតែថាតួស្រីហ្នឹងអត់ចេះជីកង់អត់ចេះលេងកីឡាហើយអត់ចេះញ៉ាំជីវ៉ាន់ស៊ុយនឹងចូលចិត្តហល់ហ្នឹងគឺវាត្រូវទាំងអស់ហើយតួផលកាន់តែសង្ស័យថាតួស្រីហ្នឹងគឺជាម្នាក់ពុកស្លាប់ពីអសរគុយហ្នឹងហើយឥឡូវហ្នឹងដល់វគ្គតួស្រីកោតួផលម្ដងហើយដោយសារតែដល់ម៉ោង12ហើយពេលហ្នឹងដែរតួស្រីក៏សួរថាគេដាក់ម្ទេសអត់តួផលថាគេចូលចិត្តហល់ទេហើយតួស្រីយើងហ្នឹងលើកស៊ុបគៀវយកមកហត់ហើយឲ្យតួផលហ្នឹងហត់តាមនាងដែរតួផលដឹងថាគេចង់ធ្វើបាបហើយនាងក៏និយាយថាដល់ម៉ោង12តួផលហ្នឹងត្រូវតែធ្វើតាមនាងហើយតួផលហ្នឹងក៏ដែរចិត្តលើកយកស៊ុបគៀវហ្នឹងមកហត់ចឹងទៅហើយតបមកវាក្តៅអញ្ចឹងណាហើយគេក៏និយាយថាក្តៅខ្លាំងណាតួស្រីក៏ចំអន់គេថាតួផលហ្នឹងយ៉ាប់ខ្លាំងហើយនាងក៏ឲ្យគេញ៉ាំធម្មតាទៅហើយតួស្រីក៏គាត់ក្នុងចិត្តថាទីបំផុតសងសឹកបានសម្រាប់យីសាច់រឿងក៏កាត់ដល់ពេលថ្ងៃដែលពួកគេហ្នឹងទៅអង្គុយមាត់បឹងអញ្ចឹងណាហើយតួស្រីដាក់លក្ខខណ្ឌជាមួយតួផលថាឲ្យមើលនាឡិកាទេតែគេមើលនាឡិកាស្មើនឹងចាញ់បន្ទាប់មកតួផលក៏បានសួរតួស្រីថានាងអត់ចង់ជិះទូកទៀតទេមែនបើសិនជាអត់មើលមកអញ្ចឹងតិចទៅជិះអត់ទាន់អញ្ចឹងណាហើយតួស្រីក៏និយាយមួយមាត់ថាអត់ខ្វល់ទេហើយឥឡូវហ្នឹងដល់វគ្គដែលតួស្រីយើងប្រើមនោគមចិត្តវិទ្យាដាក់តួផលយើងទៀតណាហើយនាងក៏បាននិយាយថាតាមពិតទៅខ្សែក៏អាចប្រាប់យើងពីពេលវេលាបានដែរតែទឹករលកនៅលើផ្ទៃទឹក
นั่งคือเจียลมหอในเปเวเลียจังแกหาท่าเจียวิธีสร้างกำหนดเปเวเลียตามระยะตักระเลิกตัวพอยังกับบ้านกระทงจะท่ากระโปงตะเบาเกตีไรแมนตัวใส่ก่อนใหญ่ท่านั่งไงเนี่ยกระโปงตะเบาเกตีไรให้เนี่ยกับมาสู้ท่าอัดเชื่อเนี่ยไงแมนให้เนี่ยก่อนใหญ่ท่าจังจำเนี่ยภาษาไรมือให้ก็หยดอมทัวนั่งวัดโจตะขนงตักให้ก็หาตัวพอเยอะนั่งไอ้วัดโจตะขนงตักด้วยเกได้ตัวใส่ก็เอาตัวพอบัดพนัยเตอร์ให้ดาวระดับตะเลิศตะกะเลิกนั่งแต่ตัวพอเยอะนั่งบ้านเธอแต่เตะให้ใหญ่ท่าตะกะเลิกนั่งไปปลายโปรละโหดแต่ตัวใส่เยอะนั่งอาจารย์จันทำนั่งแต่เอาตัวพอว่าเยอะนั่งบัดพนัยสมัยเตอร์ท่าตักบางนั่งคือเจียแตงขนาดซอให้ตะกะหลอกนั่งคือเจียจั่วจังไงเหยอจั่วนั่งมาโกเลิบแตงขนาดซอนั่งจังไงนะแล้วไปให้บ้านพ่อแม่ตัวพอมันทำตอนสมัยทอมได้บ้านเกณฑ์หลวดเตียดให้เกณฑ์หลวดลังวัสตูดอกไปตัวใส่ยังดังแต่ดาวแน่แต่ไปแต่ตัวพอยังบ้าพนัยไว้นอกเคยตัวใส่เตบ้านมันเต็กมากตัวใส่ยังก็มาวันให้เอาสกอขอบเกณฑ์จังไงนะให้เกกับบ้านใหญ่แทนการไปเกณฑ์นั่งโต๊ะนั่งจิตตาบอกเกณฑ์นั่งทลบนมเกณฑ์มาบังเลยซาแต่เนี้ยเกณฑ์หลวดจังไงก็จิตตาเกณฑ์นั่งประชาจมวยนั่งวิธีซาได้ประชาดักตัวพอเหมือนนั่งแต่ไปจังคอยตัวพอยังก็ดังกราบประทาตัวใส่นั่งประชื่อประชาเกณฑ์แมนจังไงนะให้ตัวใส่ก็แท้เกณฑ์นั่งโกตะอากนเนียงเตอร์ได้บ้านช่วยเกณฑ์นั่งเกณฑ์ดุสัวไปนั่งตัวพอยังกับบ้านพลิกโคลนมาให้ตัวใส่ก้อนใหญ่แท้กรงวักว่างลงชายห่อได้ซาแต่ตัวพอนั่งเมื่อนี่แหละแกจังให้ปุกแกจังดูเคลียร์บนใต้ตัวใส่ว่าเยิงนั่งเหนือตอนเอาระบายเตะจังจากเมื่อต่อเตียใส่เครื่องก็กันมาได้แต่ได้ตัวใส่ว่าเยิงนั่งเหนือตอนชอบเตะเกกับปงแต่เอาเมื่อตูดสามจังอันนี้ให้กับเคยเล่นหลูพ่อท่าเลยนั่งเกกับปงแต่ห่อเนี่ยแคลงนำใบโจบุกกดเล่นแยมชมวยเกให้ตัวใส่ว่าเยิงนั่งเคยจังกับบ้านชาเตอร์เล่นหลูท่าเนียงนั่งอาช่วยเกบ้านบนใต้เกนั่งก็เถอช่วยเนียงไว้ได้เอาเกนั่งหอกไหลนัดจูเคลียร์เตอร์ต่อปีนใจชมวยเล่นหลูให้ตัวใส่กับบ้านชาตะแผบตัวพอแทนแข่งแก้บ้านนั่งเนียงหอมาไงนั่งอ้อมไปหอยแคลอรี่บนใต้เหล่านั่งตอนจับไงจังไงตัวใส่เนื้อตัวเมียนแกบ้านมาสตูคอยมาตัวพอบ้าตัวซ้ำก็เคยท่าตัวใส่ว่าเยอะนั่งมันหดจังไงแล้วหดน้ำผมหวนจุดใบกะโหลแล้วเคยจังตัวพอชาตะออบท่าตัวใส่นั่งเหยอชนะแกบ้านเองจังแกเธอขู่บังว่าไก่บนใต้แกตอนอจะเรียกท่าตัวใส่เมียนหลวจังนะต่อมาใส่เครื่องว่าการได้ตัวใส่ว่าเยอะนั่งคือกับพงแต่เล่นเกมให้ตัวพอบ้านมาได้จังนะให้กับเคยท่าเล่นโลกับพงแต่ฮัดปราณให้ตัวใส่ว่าเยอะนั่งคือกับพงแต่ก้อยเล่นเกมให้เล่นโลนั่งบ้านแปะเนี่ยหรือแกได้ตัวพอบ้านเอาตัวใส่การไปผักมันเล่นโลเคยจังนั่งก่อนใส่ตัวพอให้เกกับบ้านบัดมาเส้นหัดนานนั่งดาวมาเหยอตัวซาไปตัวใส่อย่างเลื่อนเล่นโลกับบ้านแผบเนี่ยไงเงี้ยแต่คอยเราเป็นเนี่ยกันเลยแต่ขึ้นตัวพอเยอะให้หลังเพียหลังจะหอมวนจังนะมันนับสมาธิเกตามตอนแต่ไปเกตามตอนจังตัวใส่ยังเธออายาเถอเตะสมัยแต่โมตักผ้ากับหมวดบ้านได้ให้ตัวพอกับบ้านโมตักไอเกให้คนใหญ่แท้ตัวใส่นั่งบ้านเมาเกนจังการพนนั่งคือจานใหญ่ให้ยังเตียงตักปีเกมาพักถมได้จังนะให้ตัวพอเยอะนั่งกับบ้านได้เจนตือใส่เครื่องกับบ้านกันมาได้ไงทำไมเนื้อขนมกับตัววัวตัวพอแก้บ้านอัปเดตป้อมเหมียนตัวใส่นั่งดูจืดการอัดใจจีก้องอัดใจเล่นกันแล้วอัดใจยำจีหวันโซ่ให้หนังกาได้โจชัดยำห่อให้ตัวพอกับบ้านมาแทนปีชนอที่ได้แต่ตัวใส่วัวเยอะนั่งมีการประกวดประเจนขบกับโดเชียอัดใจกระดกจะแบบต่อมาตัวพอยังกับบ้านกระทาตัวใส่นั่งประจืดโดยจนนั่งมาจากข้าวในเมน6 สลักเบียดซอกกอยนั่งแมนแต่ตัวพอนั่งบ้านจิมาอารมณ์ท่าจำไหลวันกระทาตัวใส่นั่งแมนจิมโนแบบนั่งเตะให้กับบ้านสมัยกระหืนตั้งปีด้ามแต่บ้านจูบตัวใส่มาหยานั่งจังอันนะให้กับก็นั่งเจอท่าตามเปิดตัวใส่นั่งคือเชียร์หนาเกเพลียมนั่งได้ก็มีเนี่ยกูเทียได้มาเนี่ยนั่งคือจุดตัวใส่นั่งไงไปดับบ้าเทียมานั่งตัวพอกับบ้านใหญ่ท่ากาพนอคือการพนอจานคือจานใหญ่ให้แกพร้อมเธอจะคงวักเตะแต่ตัวใส่เยอะกับบ้านใหญ่ท่าจังไอ้พวกแกนั่งดอดขี้เดียวหนังจุยแกขนมปังหาในเกงลุนั่งให้ไอ้ตัวพอนั่งพร้อมเธอจะคงวักจังนะตามเปิดตัวพอเยอะนั่งมีปังหาเกงลุยุ่ยแต่ดังได้สร้างมูลค่าไอเตะให้ไปนั่งตัวใส่กับบ้านสัญญาท่าเกหนังจุยตัวพอนั่งเกงลุอย่างสกับสกอลแล้วเลยตัวใส่เยอะใหญ่จังแกกับบ้านโยพอมองเตอน้ำมวยเกเนี่ยจังดังปีตัวใส่เยอะนั่งปัดแทนเตียดไอตัวใส่เยอะนั่งกับบ้านใหญ่แท้ตัวพอนั่งปัจจุบันอัตโปพลอยจัดเลยในดัตเตอร์แมนตัวพอก็ช่างแทนหนังบ้านในทำหมดให้ตัวใส่ก้อนใหญ่แท้ทำปัตเตอร์มันคลั่งปัดว่าก็นั่งอาจารย์ไอเกียสังกัดเลยเนี่ยตรงสายบังให้ถักโคลนไอนั่งคลั่งโอเคนั่งบังให้เพียบคลั่งนั่งตามระยะการจัดอันการจัดประตูโคลนจังนะให้ตัวใส่ก้อนใหญ่ไปแทนเตียท่าตามปัตเตอร์เนี่ยมาจังประชาเกเตให้กับเกิดแท้ตัวพอนั่งมาสมัยจัดเฮาเอไปต่อไปจูเคว้งเหลือกมุนนั่งอ๋อประจอบมาตัวใส่เยอะกับบ้านใหญ่แท้อาก้นแล้วก็โดนหมวกวางให้ก็เลิกได้หนังใบจับเพิ่มเพียงจมูกนังเกนจังนะวันแต่ตัวพอเยอะนั่งอัดควาเตะกับบ้านทิ้งทวีบัดหมองเตอแต่กับเมื่อตัวใส่เยอะหนุ่มเพิ่มสั่งไอ้หรือซาติมพอนั่งตัวเผาบ้านโยเผาไม่ให้ใส่คือการเอาไปแต่ตัวใส่นั่งบ้านแชทเอาสินฟูนั่งช่วยปากกากลมจมูกหนังเคว้งดังอ้อมเมาให้ใส่คือกับบ้านการนักกระไรลวดใส่อังจะแกะปอปามะฟียางแต่เป็นนั่งนักเคว้งดังอ้อนั่งบ้านมันยำไอ้กระไรปามะเกพวกแกบ้านยำไอ้ให้จุดใจเคลียร์เล่นจังนั้นเป็นใต้ประเทศกรมฟูบ้านนักกระไรนั่งเตะขณะเป็นนั่งได้ประเทศกรมฟูบ้านแอดพวกแกโจตะขนมกรบชาเท้าใหญ่ให้พวกแกกับบ้านบากเมืองจังนั้นให้
ហើយក៏ឃើញថាអ្នកគ្រូលីនហ្នឹងក៏នៅក្នុងក្រុមហ្នឹងដែរព្រមទាំងបានដូរឈ្មោះដាក់ក្រុមហ្នឹងថាក្រុមក្មេងៗកំហូតនាងបាននិយាយថាឥឡូវហ្នឹងនាងហៅគ្រូបង្វឹកបានហើយស្អែកហ្នឹងឲ្យពួកគេទៅសាលាជុំគ្នាដើម្បី training ចាប់ពីថ្ងៃស្អែកហ្នឹងទៅហើយពួកគេហ្នឹងរៀងភ្ញាក់ផ្អើលអញ្ចឹងណាសួរថាគ្រូបង្វឹកហ្នឹងគឺជាតួប្រុសយើងហ្នឹងមែនហើយតួស្រីហ្នឹងក៏ឲ្យតួប្រុសហ្នឹងឆានតិចទៅឲ្យពួកគេហ្នឹងបានជឿអញ្ចឹងណាហើយតួប្រុសក៏និយាយថាវាគឺជាកិច្ចព្រមព្រៀងមួយនៅក្នុងក្រុមហ្នឹងពួកគេក៏និយាយថាតួស្រីហ្នឹងចាប់ចម្រិតតួប្រុសមកមែនតួប្រុសឃើញហើយឡើងសោអញ្ចឹងណាតួស្រីក៏និយាយថាស្អែកហ្នឹងកុំភ្លេចទៅ training ហើយពួកគេក៏បានអរគុណតួស្រីយើងបន្ទាប់មកដល់វគ្គដែលតួស្រីយើងហ្នឹងឲ្យតុក្កតាលេងទៀតហើយដែលតុក្កតាហ្នឹងតួស្រីធ្លាប់បានម្ដងហើយតមកសាច់គ្រឿងកាត់ដល់តួប្រុសដែលគេទៅតែចេញពីងូចតឹងអញ្ចឹងណាដែលពេលហ្នឹងអ្នកគ្រូលេងបានឆាតទៅតួប្រុស2000មានរបស់ក្មេងៗពេលដែលមើលហើយតួប្រុសក៏បានឆាតសួរតួស្រីថាមិនបានដាក់ឈ្មោះថាក្រុមក្មេងៗកំហុសតួស្រីរបស់យើងក៏ថាអត់មានហេតុផលអីទេតមកតួប្រុសក៏ទៅគេងហើយតួស្រីរបស់យើងហ្នឹងនៅគេងមើលតុក្កតាបន្តទៀតសាច់គ្រឿងបន្ទាប់ក៏កាត់ដល់ប្រធានក្រុមហ្វូដែលគេទៅតែមកដល់ផ្ទះថ្ងៃហ្នឹងគេហួរនៅជាមួយនឹងលោកយាយគេពេលហ្នឹងដែរគេក៏បានជួយរៀបចំកណ្ដាស់ឡើងលោកយាយអញ្ចឹងហើយក៏ឲ្យលោកយាយហ្នឹងចូលទៅសម្រាប់ទៅហើយគេក៏បានចូលទៅបន្ទប់របស់គេដែរពេលដែលចូលមកដល់បន្ទប់ហ្នឹងពេលហ្នឹងម៉ាក់របស់គេក៏បានឆាតមកអបអរសាទរគេដោយសារតែគេហ្នឹងបានប្រកួតបានថ្ងៃមុនស្មើគ្នាជាមួយនឹងសាលានីងអានហើយម៉ាក់របស់ប្រធានក្រុមហ្វូហ្នឹងក៏បានប្រាប់គេថាគាត់អត់សូវស្រួលខ្លួនទេស្អែកហ្នឹងគាត់ទៅជួបពេទ្យហើយប៉ុន្តែគាត់រៀងខ្វះលុយអញ្ចឹងណាប្រធានក្រុមហ្វូលឺអញ្ចឹងក៏បានបាញ់លុយម៉ាក់គេចំនួន3000យ៉េនទៅគេក៏បាននិយាយថាសុខភាពរបស់ម៉ាក់សំខាន់ណាស់បើសិនជាម៉ាក់ខ្វះលុយអាចប្រាប់គេបានសាច់គ្រឿងក៏កាត់ដល់ថ្ងៃស្អែកនៅសាលាហុងជីងដែលថ្ងៃហ្នឹងពួកគេមាន training ជាមួយនឹងគ្រូបង្វឹកពួកគេបានណាត់គ្នាម៉ោង3អញ្ចឹងណាឥឡូវហ្នឹងពួកគេកំពុងតែនៅបន្ទប់ដាក់សម្ភារៈសិក្សាហើយឈុនអើក៏បានសួរថាឥឡូវម៉ោងប៉ុន្មានហើយសៀងហឺក៏ថាខ្វះ10នាទីម៉ោង3ពួកគេក៏គិតថាតួប្រុសហ្នឹងអាចនឹងអត់មកអញ្ចឹងអាចនឹងបោកពួកគេអញ្ចឹងទៅហើយពេលហ្នឹងដែរមើលទៅឈុនអើដូចរៀងខឹងអញ្ចឹងណាហើយគេក៏បានចេញទៅក្រៅហើយលេងឡូក៏ថាខេងយកមិញរំភើបដល់ថ្នាក់គេងាត់លក់អីហើយគេក៏ថាគេទៅទិញសូដាទេដល់ពេលហើយតួក៏បានមកដល់គេក៏និយាយថាគេអត់បានមកយឺតណាស់បន្ទាប់មកពួកគេក៏បានប្រមូលផ្ដុំគ្នាឆើជាជួរអញ្ចឹងណាហើយតួប្រុសយើងមកដល់ក៏បាននិយាយថាគេឈ្មោះវ៉ាងហ្វាហើយតួប្រុសក៏បានបើកបញ្ជីហៅវត្តមានរបស់ពួកគេដោយតែពេលពួកយើងទៅហ៊ានគ្រូហៅវត្តមានអញ្ចឹងណាតួប្រុសចាប់ផ្ដើមហៅពីប្រធានក្រុមហ្វូអ្នកច័ន្ទទីស៊ូទាំងហឺលេនឡូហើយគ្រប់រហូតដល់10នាក់អញ្ចឹងណាពេលហ្នឹងលើកលែងតែចិន3ដងទេដោយសារតែគេហ្នឹងជាប់ហាត់ជាមួយនឹងក្រុមផ្សេងហើយគ្រូបង្វឹកយើងក៏បានប្រាប់ពួកគេថាគេនឹងបង្វឹកក្រុមហ្នឹងចាប់ពីម៉ោង3រហូតដល់ម៉ោង5រាល់ថ្ងៃអញ្ចឹងហើយបើមានអីប្រែប្រួលគេនឹងប្រាប់អ្នកគ្រូលេងហ្នឹងឲ្យប្រាប់ពួកគេហើយទូស្រីក៏បាននិយាយថាឥឡូវហ្នឹងយើងមានគ្រូបង្វឹកបាងហ្នឹងចូលរួមជាមួយពួកយើងហើយសង្ឃឹមថាក្រុមពួកយើងហ្នឹងនឹងខ្លាំងជាងមុនអញ្ចឹងណាហើយពួកគេក៏នាំគ្នាទះដៃទៅហើយទូស្រីក៏សួរទូប្រុសថាអត់មានអីនិយាយទេមែនទូប្រុសយើងក៏និយាយថាគេគ្រាន់តែធ្វើជាគ្រូបណ្ដាអាសន្នសិនទេនិយាយទៅមិនបាក់ទឹកចិត្តពួកគេហ្មងហើយលេងឡូក៏និយាយថាអញ្ចឹងល្អហើយទោះបីជាពេលកន្លះម៉ោងក៏មានតម្លៃសម្រាប់ពួកគេដែរហើយពួកគេក៏ហៅនាំគ្នាចេញទៅហាត់មកប៉ុន្តែប្រធានក្រុមហ្វូហ្នឹងបាននិយាយថាពួកគេហ្នឹងនៅធ្វើរឿងមួយទៀតសិនហើយគេក៏ដើរទៅយកបាល់មួយដើម្បីឲ្យពួកគេហ្នឹងសញ្ញាជុំគ្នាពួកគេក៏ចាប់ផ្ដើមសញ្ញាពីប្រធានក្រុមហ្វូទៅហើយក៏សញ្ញាម្ដងម្នាក់អញ្ចឹងណាទុកជាអនុស្សាវរីយ៍សម្រាប់ពួកគេពេលសញ្ញាគ្រប់គ្នាចាប់ប្រធានក្រុមហ្វូហ្នឹងក៏បានហុចបានហ្នឹងឲ្យតួប្រុសយើងហ្នឹងចូលរួមសញ្ញាដែរអញ្ចឹងណាប៉ុន្តែតួប្រុសយើងហ្នឹងមកឡើងងាប់តើតួស្រីយើងនិយាយពីមួយម៉ាត់ទៅអនគេផោមប៉ុន្តែអត់សញ្ញាទេគ្រាន់តែចុចមកប៉ក់ទេនៅលើបាល់ហ្នឹងពួកក្មេងៗឃើញហើយឡើងហួចចិត្តជាមួយនឹងតួប្រុសសម្បីតែ admin ហ្នឹងក៏ហួចចិត្តជាមួយនឹងតួប្រុសយើងដែរហើយតួប្រុសហ្នឹងក៏បានហុចបាល់ហ្នឹងទៅឲ្យតួស្រីហើយនាងក៏បានយកបាល់ហ្នឹងទៅទុកបន្ទាប់មកពួកគេក៏នាំគ្នាចេញទៅហាត់ទៅហើយបន្ទាប់ពីពួកគេចេញទៅអស់ហ្នឹងតួស្រីក៏បានបោះប្រដាប់ផ្លុំកញ្ចែហ្នឹងទៅឲ្យតួប្រុសអញ្ចឹងណាហើយក៏បានឲ្យកម្លាំងចិត្តតួប្រុសដែរហើយពួកគេទាំងពីរនាក់ហ្នឹងក៏នាំគ្នាចេញទៅបន្ទាប់មកសាច់គ្រឿងក៏កាត់ដល់កន្លែងបង្ហាត់ដែលពួកគេហ្នឹងហាត់នៅលើទីលានបាល់ទាត់ពេលហ្នឹងដែរចង្ហឺក៏បានសួរថាគ្រូបង្វឹកតាំងថ្ងៃហ្នឹងដែរពួកគេហាត់អីគេពេលហ្នឹងតួប្រុសយើងអត់ព្រមឆ្លើយទេមកស្ទុះមិនគេឆ្លើយហើយគេក៏និយាយថាឲ្យប្រធានក្រុមហ្នឹងនាំពួកគេទៅរត់ទៅហើយមើលទៅពួកគេហ្នឹងដូចជាអត់ពេញចិត្តចង់រត់ទេប៉ុន្តែប្រធានក្រុមហ្វូហ្នឹងក៏បាននាំពួកគេឲ្យឈើជាជួរហើយក៏រត់ទៅពេលហ្នឹងដែរទូស្រីយើងគឺអត់ដឹងថាតួប្រុសកំពុងតែគិតអីទេប៉ុន្តែគេក៏បានឲ្យមេដៃទៅតួប្រុសយើងមួយហើយក៏នាំគ្នាមកអង្គុយអញ្ចឹងណាពួកគេបានរត់ជុំវិញទីលានបាល់ទាត់ហ្នឹងប្រហែលជា3ជុំហើយក៏នាំគ្នាហឹងហត់អញ្ចឹងណាហើយក៏បានឲ្យប្រធានក្រុមហ្វូហ្នឹងទៅសួរគ្រូបង្វឹកទៅថាពួកគេហ្នឹងរត់ប៉ុណ្ណឹងបាននៅហើយបន្ទាប់មកត្រូវធ្វើអីទៀតអញ្ចឹងណាតែគ្រូបង្វឹករបស់យើងហ្នឹងគឺនិយាយថាត្រូវរត់បន្តទៀតពេលហ្នឹងដែរប្រធានក្រុមហ្វូហ្នឹងហ៊ានស្លាំងកាំងដែរហើយក៏បានប្រាប់កូនក្រុមផ្សេងទៀតហ្នឹងឲ្យបន្តរត់ទៀតហើយពួកគេហ៊ានសង្ហាចិត្តជាមួយនឹងតួប្រុសអញ្ចឹងណាតួស្រីក៏គិតថាតួប្រុសហ្នឹងកំពុងតែលេងយុទ្ធសាស្ត្រផ្លូវចិត្តបានតិចមកហ្នឹងតួស្រីក៏ដកនំយកញ៉ាំដោយសារតែញ៉ាំម្នាក់ឯងមើលទៅសូវទៅនឹងគេក៏ហុចឲ្យតួប្រុសញ៉ាំដែរដូចយើងដឹងពីភាគមួយមកហើយតួស្រីហុចនំឲ្យតួប្រុសយកទាំងអស់ហើយវគ្គហ្នឹងក៏អត់ខុសគ្នាដែរតួប្រុសយកទាំងអស់ហើយអង្គុយញ៉ាំអញ្ចឹងណាហើយតួស្រីក៏អង្គុយមើលមុខតួប្រុសហ្នឹងក៏មើលមុខគេទាំងឆ្ងល់វិញតួស្រីបាននិយាយថាពួកយើងអាចនិយាយគ្នាបានអត់ហើយនាងក៏បានកញ្ឆក់នំមកវិញហើយនិយាយថានំហ្នឹងគឺជានំរបស់នាងគួរតែបាន2ភាគ3ហើយតួប្រុសហ្នឹងយកតែ1ភាគ
3បាននៃហើយទូផលក៏បាននិយាយថាឃើញថាសហការគ្នាដោយមិត្តភាពអីទៅទូស្រីយើងក៏ថាអញ្ចឹងម្នាក់ពាក់កណ្ដាលក៏បានដែរហើយទូផលយើងក៏ថាអញ្ចឹងចាក់នំមកចាំគេរាប់ទៅពេលហើយទូស្រីចាក់កពប់ទាំងអស់ហើយនំនៅសល់ហ្នឹងគឺនៅក្នុងដៃទូផលទាំងអស់ហើយគេក៏និយាយថាគេបានទទួលភាពស្មោះត្រង់ពីទូស្រីយើងហើយគេក៏យកនំហ្នឹងញ៉ាំម្នាក់ឯងទៅខណៈពេលហ្នឹងដែរយើងឃើញទូស្រីកន្លែងឃើញវិញឈឹងនិយាយកំពុងតែឈរមើលពួកក្មេងៗហ្នឹងហត់ជុំវិញទីលានបាល់ទាត់អត់ដឹងថាគេហ្នឹងមកឈរតាំងពីពេលណាទេបន្ទាប់ពីមើលបានមួយផ្លែតហើយគេក៏ជិះស្គីត្រឡប់ទៅវិញពេលហ្នឹងដែរពួកគេនាំគ្នាហត់បាន10ជុំហើយក៏អស់កម្លាំងខ្លាំងដែរប្រធានក្រុមហ្វូហ្នឹងក៏បានទៅសួរទូផលថាឈប់ហត់បាននៅហើយទូផលហ្នឹងនៅតែឲ្យពួកគេហ្នឹងបន្តហត់ទៀតពេលហ្នឹងដែរទូស្រីយើងក៏រៀងអាណិតក្មេងៗដែរដោយសារតែពួកគេហ្នឹងអស់កម្លាំងខ្លាំងហើយពួកគេហ្នឹងក៏បានបន្តដំណើរហត់ទៀតចឹងណាហត់បានប្រហែលជា2-3ជុំទៀតហ្នឹងពួកគេក៏នាំគ្នាឈប់ពេលហ្នឹងដែរឈុនអោហើយនឹងចាំងហឺហ្នឹងក៏បានដើរមកសួរគ្រូបង្វឹកហើយអ្នកផ្សេងទៀតហ្នឹងក៏បានមកតាមដែរហើយចាំងហឺក៏បាននិយាយថាថ្ងៃហ្នឹងការបង្ហាត់មានតែប៉ុណ្្នឹងឯមែនហើយចាំងហឺក៏បាននិយាយថាមិនបានឲ្យពួកគេហ្នឹងហត់យូរម៉េះទូផលក៏និយាយថាហ្នឹងហើយការហត់ចម្ងាយហ្នឹងធ្វើឲ្យល្បឿនពួកគេហ្នឹងលឿនជាងមុនហើយក៏ធ្វើឲ្យពួកគេហ្នឹងរៀងមានកម្លាំងជាងមុនដែរហើយឈុនអោក៏និយាយថាតាមពិតទៅទូផលហ្នឹងអត់ចង់មកបង្វឹកពួកគេតាំងពីដំបូងមែនហើយការបង្វឹករបស់គ្រូមកពីអង់គ្លេសហ្នឹងគ្រាន់ឲ្យតែពួកគេហ្នឹងហត់ទេមែនហើយពួកគេក៏នាំគ្នាខឹងទូផលយើងហើយក៏ដើរទៅយកកតាបទៅហើយប្រធានក្រុមហ្វូក៏បានសួរថាតាមពិតទៅទូផលចង់បង្វឹកពួកគេតាំងពីដំបូងមែនហើយទូផលក៏សួរថាសំបីតឯងក៏គិតអញ្ចឹងលើយើងដែរមែនហើយឈុនអោក៏បានស្រែកមកថានៅសួរទៀតប៉ុណ្ណឹងហើយច្បាស់ហើយមែនពួកយើងហ្នឹងអត់ល្អគ្រប់គ្រាន់សម្រាប់ខូចមកពីអង់គ្លេសហ្នឹងមកបង្វឹកពួកយើងទេឈុនអោហ្នឹងក៏ដើរចេញទៅហើយប្រធានក្រុមហ្វូនេះក៏បានមើលមុខទូស្រីយើងដែរតែទូស្រីយើងក៏ក្នុងចិត្តថាចង់ឲ្យពួកគេហ្នឹងដោះស្រាយជាមួយនឹងគ្រូបង្វឹកខ្លួនឯងទៅប្រធានក្រុមហ្វូចាប់ផ្ដើមមកលេងកន្លងទឹកភ្នែកអញ្ចឹងណាហើយគេក៏នាំគ្នាចេញទៅដែរហើយនៅសល់តែទូផលនឹងទូស្រីទេហើយពេលហ្នឹងទឹកមុខទូផលក៏អត់សូវល្អមែនដែរប៉ុន្តែពួកគេអត់បាននិយាយអីគ្នាទៀតទេសាច់គ្រឿងក៏កាត់ដល់កន្លែងកង់ទេតែពេលហ្នឹងដែរពួកគេនាំគ្នាមកញ៉ាំអីចឹងណាហើយប្រធានក្រុមហ្វូយើងមើលទៅដូចអត់ទាន់អស់ចិត្តទេគេក៏បានយកកតាបដើរចេញទៅអ្នកផ្សេងហៅមិនក៏គេអត់ងាកក្រោយមើលដែរហើយគេបានមកហៅទូស្រីយើងហ្នឹងប្រធានក្រុមហ្វូបានសួរអ្នកគ្រូលេនថាទូផលហ្នឹងមានបញ្ចូលអីអត់អ្នកគ្រូលេនក៏ថាអត់ទេហើយគេក៏សួរថាចុះអ្នកគ្រូលេនអត់ហៅពួកគេហ្នឹងទៅហាត់វិញទេមែនហើយអ្នកគ្រូលេនយើងក៏ថានោះជាការសម្រេចចិត្តរបស់ពួកគេអញ្ចឹងនាងអត់ចង់ជេរឆែកទេហើយគេក៏បាននិយាយថាមើលទទួលស្រីហើយនឹងគ្រូបង្វឹកវាងហ្នឹងគាត់ថាពួកគេហ្នឹងលេងបាល់អត់ល្អទេសូម្បីតែចុះហេតុតលៃខាននៅលើបាល់ក៏អ្នកទាំងពីរហ្នឹងអត់បានចុះដែរគេក៏សួរថាហេតុអីពេលហ្នឹងទូស្រីយើងឆ្លើយថាដោយសារតែនាងហ្នឹងគ្រាន់តែជាអ្នកគ្រប់គ្រងទេអញ្ចឹងទៅវាអត់រួមចំណែកនៅក្នុងក្រុមបាល់ទាត់ហ្នឹងអញ្ចឹងណាហើយគេក៏បានសួរទូស្រីយើងថានឹងជាចម្លើយពិតអត់ហើយនាងក៏ថាហ្នឹងហើយហើយប្រធានក្រុមហ្វូហ្នឹងក៏បាននិយាយទាំងអន់ចិត្តថាអត់អីទេអញ្ចឹងថ្ងៃក្រោយទៅមិនថាក្រុមពួកគេលេងឈ្នះឬក៏ចាញ់ទេគឺអត់តាក់ទងជាមួយនឹងទូស្រីយើងទេហើយគេក៏បានលាទូស្រីយើងហ្នឹងដើរចេញទៅហើយសាច់គ្រឿងភាព5របស់យើងហ្នឹងស្លេះត្រឹមតែប៉ុណ្្នឹងចង់ដឹងថាកូនសិស្សហើយនឹងលោកគ្រូអ្នកគ្រូហ្នឹងត្រូវគ្នាវិញដែរអត់កុំភ្លេចតាមដានជាមួយនឹង admin ទាំងអស់គ្នានៅភាគក្រោយណាហើយកុំភ្លេចជួយចុច like និង subscribe channel admin ម្នាក់មួយផងអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ